រឿងនាងកល្យាណីបរោះថោកទាបចរន្តចាញ់ប្រាជ្ញាស្រីកាលព្រះសម្មាសម្ពុទ្ធបរមគ្រូកំពុងកសាងបារមីនៅឡើយទ្រង់សោយប្រជាជាកូនសិទ្ធិមានឈ្មោះថាធនញ្ញបណ្ឌិតភរិយាឈ្មោះនាងកល្យាណីជាស្ត្រីឆ្លាតមានប្រាជ្ញាច្រើនមានចរិយាមារយាទត្រឹមត្រូវល្អជាទីបំផុតឯធនញ្ញបណ្ឌិតនេះព្រះរាជាសពប្រតិណាស់សុំសេដ្ឋីយកធ្វើជាព្រះរាជបុត្រតាំងតែពីអាយុ7ឆ្នាំថ្ងៃមួយព្រះរាជាចាប់ប្រើឲ្យធនញ្ញបណ្ឌិតទៅបង្ក្រាបសត្រូវក្នុងបច្ចុប្បន្នជនបទព្រះពោធិសត្វក៏ថ្វាយបង្គំលាមាតាបិតាហើយផ្ដាំនាងកល្យាណីដែលជាភរិយាឲ្យមើលទំនុកបំរុងមាតាបិតានិងថែរក្សាខ្លួនកុំឲ្យសត្រូវមើលងាយផ្ដាំស្រេចហើយក៏នាំសេនាទាហានចេញទៅមានសេចក្តីដំណើរថាក្នុងនគរនោះមានសេនាបតីម្នាក់ឈ្មោះឧជ្ជសេនាបតីជាសត្រូវនឹងព្រះពោធិសត្វកាលបើដឹងថាព្រះពោធិសត្វព្រះរាជាចាត់ឲ្យចេញទៅបង្ក្រាបសត្រូវបាត់ហើយនៅឡើយតែនាងកល្យាណីក៏ហៅអ្នកប្រាជ្ញ3នាក់ជាសម្លាញ់របស់ខ្លួនមកប្រាប់ឲ្យទៅប្រឡោមស្រឡាញ់នាងកល្យាណីអ្នកប្រាជ្ញ3នាក់នោះគឺឈ្មោះសន្តរាលេយបណ្ឌិត1អដ្ឋារមណបណ្ឌិត1អភយបណ្ឌិត1ឧជ្ជសេនាបតីនិយាយបញ្យលអ្នកប្រាជ្ញទាំង3នាក់នោះថាមនិលបណ្ឌិតនាងកល្យាណីជាស្ត្រីក្មេងប្រត់ប្តីធម្មតាស្ត្រីតែងបរិបូរដោយកាមតណ្ហាដ៏ឃ្លាវខ្លាយើងត្រូវលួងលោមដោយកាមតណ្ហាដើម្បីប្រកបមេធុនមុខជាបានសម្រេចដល់ងាយអ្នកប្រាជ្ញទាំង3នាក់និយាយថាបបិទ្ធម្ចាស់ការនេះមិនងាយទេត្បិតនាងកល្យាណីមានបរិវារច្រើនមានគ្រឿងរក្សាការពារមាំមួនយើងខ្ញុំមិនអាចទៅលួងលោមបានឡើយឧជ្ជសេនាបតីថាមិនក្រទេងាយណាស់ឯស្រីបរិវារចង់បានទ្រព្យបើយើងចង់ឲ្យទ្រព្យវាហើយវានឹងជួយកិច្ចការយើងបានសម្រេចដល់ងាយអ្នកប្រាជ្ញ3នាក់បានស្ដាប់សេចក្តីបញ្យលនេះហើយជឿថាងាយមែនដល់វេលាថ្ងៃរសៀលស្លៀកខោអាវស្អាតបានដើរក្បែរកំពែងវាំងទៅមកដើម្បីបង្ហាញខ្លួនឲ្យនាងកល្យាណីឃើញគ្រានោះនាងកល្យាណីអគ្គនារីរដ្ឋស្ថិតនៅលើប្រាសាទបានឃើញអាការៈរបស់អ្នកប្រាជ្ញទាំង3នាក់នោះប្លែកដូច្នោះក៏ប្រើស្ត្រីម្នាក់ដែលមានគំនិតត្រឹមត្រូវចិត្តដិតនឹងនាងឲ្យចុះទៅស៊ើបការតើអ្នកប្រាជ្ញទាំង3នាក់នោះមានការដូចម្ដេចស្ត្រីបម្រើចុះទៅឈរក្បែរកំពែងវាំងធ្វើអាការៈតាមសេចក្តីបង្គាប់របស់នាងឯអ្នកប្រាជ្ញទាំង3នាក់នោះឃើញស្ត្រីបម្រើនោះហើយក៏ចូលទៅចិត្តនិយាយរាក់ទាក់ថាមនាលនាងប្រហែលជាអបសុខស្ងាត់ណាស់ព្រោះធនញ្ញបណ្ឌិតមិននៅចូលនាងប្រាប់បណ្ដាំដល់នាងកល្យាណីផងថាបណ្ឌិតនៅមានទៀតមិនតាន់អស់ទេកុំផិតភ័យអ្វីឡើយនិយាយដូច្នោះហើយក៏ដើរជិះចេញទៅស្ត្រីបម្រើនាំពាក្យនោះទៅក្រាបបង្គំទូលដល់នាងកល្យាណីនាងកល្យាណីគិតថាអញនឹងបញ្ឆោតចាប់អ្នកប្រាជ្ញទាំង3នាក់នេះឲ្យបានហើយក៏ហៅទាសកម្មកររបស់នាងទៅប្រាប់រឿងសម្ងាត់សពគ្រប់ហើយបង្គាប់ឲ្យជួយអណ្ដូងចិត្តកំពែងវាំងដាក់ដងថ្លឹងលៃឲ្យល្មមរំលងផុតទៅខាងក្រៅកំពែងវាំងបាននឹងឲ្យធ្វើរៀនលក់ទំនិញក្បែរអណ្ដូងនោះហើយឲ្យធ្វើសាលា2សាលា1ឲ្យលក់ថ្នាំឱសថមួយទៀតឲ្យលក់គ្រឿងប្រដាប់ក្តាមមឈូសនិងតុកទូជាដើមឲ្យធ្វើសាលាមួយទៀតខ្ពស់បំផុតកំពែងវាំងសម្រាប់នាងអង្គុយលេងលំហើយចាប់តាំងពីថ្ងៃនោះមកនាងកល្យាណីអគ្គនារីរដ្ឋកាលបើថ្ងៃរសៀលត្រជាក់ហើយនាងស្អិតស្អាងកាយាល្អស្រស់បោះទៅអង្គុយលើសាលាខ្ពស់នោះនិយាយលេងសើចក្អាកក្អាយជាមួយនឹងស្ត្រីបរិវាររបស់នាងឯបណ្ឌិតទាំង3នាក់កាលបាល់ត្រឡប់ពីគាល់ព្រះមហាក្សត្រហើយក៏ដើរទៅក្បែរកំពែងវាំងជិតសាលាដែលនាងកល្យាណីអង្គុយបណ្ដាបណ្ឌិតទាំង3នាក់នោះសន្តរាលេយបណ្ឌិត
អត់ទ្រាំពំបានដោយការមកតណ្ហាគ្របសង្កត់ខ្លាំងក៏លួចដើរត្រឡប់មកផ្ទះវិញមិនឲ្យបណ្ឌិតពីរនាក់ដឹងឡើយកាលបើមកដល់ហើយក៏ដើរចូលទៅជិតកំពែងវាំងក្បែរអណ្ដូងទឹកឃើញនាងពលិទ្ធិស្រីបម្រើរបស់នាងកល្យាណីម្នាក់កំពុងដើរទៅដងទឹកនិយាយខ្សឹបខ្សឹបនឹងស្ត្រីនោះថាមនាលប្អូនស្រីនាងមកដងទឹកក្នុងវេលាយប់ដូច្នេះព្រោះអ្វីស្ត្រីនោះប្រាប់តាមឧបាយរបស់នាងកល្យាណីថាបបិទ្ធបណ្ឌិតខ្ញុំនេះនាងកល្យាណីចាត់ឲ្យមកចាំលោកដើម្បីជម្រាបការសម្ងាត់កំបាំងសន្តរាលេយបណ្ឌិតបានស្ដាប់ពាក្យនោះហើយមានសេចក្តីរីករាយព្រឿព្រួយក្នុងចិត្តឥតឧបមាព្រោះត្រូវចំណុចចិត្តរបស់ខ្លួនទើបនិយាយទៅកាន់ស្ត្រីនោះថាមនាលប្អូនស្រីនាងអាចនាំបងទៅចូលក្នុងវាំងដើម្បីប្រឹក្សាសម្ងាត់ជាមួយនឹងនាងកល្យាណីបានឬស្ត្រីនោះនិយាយថាអោលោកអើយការនេះពិបាកណាស់មិនងាយទេព្រោះមានអ្នកចាំទ្វារច្រើនលុះត្រាតែខ្ញុំទៅនិយាយឲ្យត្រូវនឹងអ្នកទាំងនោះសិនទើបបានសន្តរាលេយបណ្ឌិតស្ដាប់ហើយនិយាយលួងលោមស្ត្រីនោះថាមនាលប្អូនស្រីសូមប្អូនទៅគិតគូរនឹងមនុស្សទាំងនោះឲ្យបងបានឬទេស្ត្រីនោះនិយាយថាមិនងាយទេប៉ុន្តែខ្ញុំមានឧបាយមួយបើលោកព្រមធ្វើតាមខ្ញុំគឺខ្ញុំសង្កត់ដងថ្លឹងពង្វិលចេញទៅខាងក្រៅកំពែងវាំងវិញបើលោកព្រមធ្វើតាមខ្ញុំចាំស្អែកពេលយប់សូមលោកអញ្ជើញមកសន្តរាលេយបណ្ឌិតថាបងត្រូវការទៅយប់នេះឯងចាំស្អែកមិនបានទេយូរណាស់ស្ត្រីនោះថាបើដូច្នោះឲ្យខ្ញុំធ្វើដូចម្ដេចបើដងថ្លឹងនេះធ្ងន់ពេកខ្ញុំនឹងសង្កត់ម្នាក់ឯងពុំបានឡើយបើលោកឲ្យប្រាក់100កហបណៈមកឲ្យខ្ញុំទៅជួបបរិសស្និទ្ធស្នាលនឹងឲ្យមកជួយសង្កត់សន្តរាលេយបណ្ឌិតស្ដាប់ហើយត្រេកអរណាស់ទើបយកឈ្នួតក្បាលខ្ចប់ប្រាក់100កហបណៈបោះទៅឲ្យស្ត្រីនោះនិយាយថាសូមលោករងចាំខ្ញុំមួយស្របក់សិនកុំអញ្ជើញទៅណាឆ្ងាយនិយាយដូច្នោះហើយក៏ទៅកាន់សំណាក់នាងកល្យាណីជម្រាបកិច្ចការដោយសពគ្រប់នាងកល្យាណីបានស្ដាប់សពអស់សេចក្តីហើយប្រើទាស័យនោះឲ្យទៅហៅបរិសមានកម្លាំងម្នាក់មកបង្គាប់ថាអ្នកឯងត្រូវទៅយកខ្សែចងដងថ្លឹងនោះឲ្យមាំហើយយឹតលូតរំលងទៅខាងក្រៅកំពែងវាំងទាញខ្សែឲ្យដងថ្លឹងនោះទៀបមកឲ្យអាពាលនោះវាតោងដងថ្លឹងហើយអ្នកឯងលបួងចងវាឲ្យជាប់មាំនឹងដងថ្លឹងសម្រាប់ហើយសង្កត់ឲ្យត្រឡប់មកចូលក្នុងកំពែងវាំងវិញកុំស្រាយវាឡើយអ្នកឯងរត់មកប្រាប់អញឲ្យឆាប់បរិសនោះទៅធ្វើការជាមួយនឹងនាងទាសីតាមសេចក្តីបង្គាប់របស់នាងកល្យាណីស្រេចហើយក៏រត់មកក្រាបទូលដល់នាងឯសន្តរាលេយបណ្ឌិតការបើជាប់ចំណងនឹងដងថ្លឹងហើយក៏មានសេចក្តីភិតភ័យញ័រញាក់សពខ្លួនប្រាណសំងំនៅស្ងៀមឥតមាត់ឡើយឯនាងកល្យាណីអគ្គនារីរតន៍កាលបើបរិសនិងទាសីក្រាបទូលហើយក៏បង្គាប់ថាទុកវាចោលនៅទីនោះហើយកុំអាស្រ័យវាចាំព្រឹកឡើងអ្នកទៅប្តឹងមហាមាថាល្ងាចមិញចោលទៅលួចដងទឹកអណ្ដូងចាប់បានចងភ្ជាប់នឹងដងថ្លឹងសុំលោកទៅពិនិត្យមើលធ្វើទោសឲ្យទៀនតាមច្បាប់លុះដល់ព្រឹកឡើងមនុស្សទាំងឡាយនាំគ្នាមកកឹកកងឯបណ្ឌិតពីរនាក់ទៀតគឺអដ្ឋារមណបណ្ឌិតនិងអភ័យបណ្ឌិតបានមើលឃើញសន្តរាលេយបណ្ឌិតជាប់ចំណងដូច្នោះមានសេចក្តីអៀនខ្មាស់គេចចេញទៅចំណែកខាងបរិសបម្រើនាងកល្យាណីបានទៅប្តឹងមហាមាត្រចាត់អ្នករាជការទៅឃើញសន្តរាលេយបណ្ឌិតក៏ត្រឡប់មកជម្រាបមហាមាត្រវិញមហាមាត្រដឹងថាសន្តរាលេយបណ្ឌិតដូច្នោះក៏យកសេះជិះយ៉ាងលឿនទៅដល់ទីនោះមួយរំពេចហើយសួរថាណែលោកបណ្ឌិតចុះហេតុអ្វីបានជាមកធ្វើយ៉ាងនេះមិនគួរសោះសន្តរាលេយបណ្ឌិតនៅស្ងៀមរោគឆោយថាដូចម្ដេចមិនកើតចេះតែឈ្ងោកធ្មេចភ្នែកទើបមហាមាត្រប្រាប់បរិសបម្រើឲ្យទទួលដល់ព្រះនាងកល្យាណីថាសូមដោះលែងសន្តរាលេយបណ្ឌិត
នាងកល្យាណីស្ដាប់ហើយនាងចេញទៅប្រាសាទទៅកាន់សាលាក្បែរអណ្ដូងទឹកមានសវណ្ណន័យថាបបិទ្ធមហាមាត្រតាមតែលោកពិចារណាតាមច្បាប់ចុះហើយនាងស្ដីបន្ទោសតេះដៀលសន្តរាលេយបណ្ឌិតយ៉ាងធ្ងន់ធ្ងរអស្ចារ្យក្នុងកណ្ដាលទីប្រជុំមហាមាត្របានដោះសន្តរាលេយបណ្ឌិតពីដងថ្លឹងនាំទៅថ្វាយព្រះមហាក្សត្រព្រះមហាក្សត្រឃើញហើយត្រាស់សួរថាមនាលសន្តរាលេយបណ្ឌិតអញសម្គាល់ថាឯងក្រន់បើចុះហេតុអ្វីបានជាឯងធ្វើយ៉ាងនេះឯងចង់ទៅប្រឡងលោមនាងកល្យាណីឬសន្តរាលេយបណ្ឌិតទូត្រង់ថាពិតមែនសូមមហារាជទ្រង់ព្រះមេត្តាប្រោសរាជទានអភ័យទោសព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយខ្ញាល់ខ្លាំងមានសេចក្តីព្រះរាជអង្ការថាអាចង្រៃប្រហើនណាស់ឯងហ៊ានទៅប្រឡំស្រឡាញ់កូនប្រសាអញសន្តរាលេយបណ្ឌិតក៏ភ័យញ័រខ្លួនថ្វាយបង្គំលាយកកន្សែងទៅទូចចិត្តក្បាលរត់ទៅដល់ព្រឹកឡើងអដ្ឋរមណបណ្ឌិតគិតថាសន្តរាលេយបណ្ឌិតនេះល្ងងណាស់មិនឆ្លាតបានជាគេចាប់បានចាំអញទៅម្ដងប្រឡំលងនាងកល្យាណីឲ្យបានដោយប្រាថ្នាលុះដល់ថ្ងៃរសៀលក៏ដើរទៅក្បែរសាលានាងកល្យាណីធ្វើអាការៈទៅមកនាងកល្យាណីឃើញហើយគិតថាអញចាប់ចងបណ្ឌិតនេះមួយទៀតក៏ដើរចូលទៅក្នុងប្រាសាទប្រាប់នាងពលត្ថីស្រីបម្រើដោយពេលមុននាងពលត្ថីក៏ចុះទៅជួបនឹងអដ្ឋរមណបណ្ឌិតនិយាយការឲ្យពាក្យសម្ដីល្មមបណ្ឌិតនោះទុកចិត្តឯបណ្ឌិតនោះការបើទុកចិត្តជឿនាងពលត្ថីហើយក៏សួរថានាងជារោគឧបាយធ្វើដូចម្ដេចឲ្យបងបានចូលទៅស្រួលនាងថាបើលោកតាមខ្ញុំនឹងជួយឲ្យកើតការប៉ុន្តែលោកត្រូវតែឲ្យលុយខ្ញុំ100កហបណៈយកទៅជុលគេជីករណ្ដៅទម្លុះកំពែងវាំងលុះជីកហើយលោកចូលទៅតាមប្រហោងរណ្ដៅនោះបានស្រួលឥតមាននរណាដឹងឡើយម្យ៉ាងទៀតសូមលោកកុំប្រញាប់ចាំស្អែកល្ងាចសូមលោកអញ្ជើញមកអដ្ឋារមណបណ្ឌិតយល់ថាស្រួលមែនក៏ឲ្យលុយ100កហបណៈទៅឲ្យនាងពលត្ថីនាងពលត្ថីក៏ចូលទៅក្រាបបង្គំទូលដល់នាងកល្យាណីនាងកល្យាណីចាត់ឲ្យមនុស្សជីករូងទម្លុះកំពែងវាំងឲ្យយកកន្ទេលក្រុមចិត្តហើយឲ្យបរោះ2នាក់នៅក្នុងរណ្ដៅ2នាក់ទៀតពួនចាំខាងក្រៅឲ្យចាប់អដ្ឋរមណបណ្ឌិតចងស្លាប់សេករុំកន្ទេលយកទៅចងភ្ជាប់និងសសរខឿនកណ្ដាលព្រះនគរត្រង់ផ្លូវបំបែកជា4មនុស្សទាំងនោះក៏ចាត់ចែងរៀបចំតាមបង្គាប់របស់នាងលុះដល់ពេលប្រលប់អដ្ឋរមណបណ្ឌិតមកដល់នាងពលត្ថីឈរចាំក្បែរមាត់រូងប្រាប់ថារូងជួលគេធ្វើស្រេចហើយសូមលោកអញ្ជើញចូលមកប្រញាប់អដ្ឋរមណបណ្ឌិតនឹកថាអញដើរតាមឧបាយនាងពលត្ថីស្រួលហើយមិនដូចសន្តរាលេយបណ្ឌិតឡើយឲ្យគេចាប់ចងជាប់នឹងដងថ្លឹងនោះទេកំពុងតែដើរចូលទៅក្នុងរូងបានពាក់កណ្ដាលបរោះ2នាក់នៅក្នុងរូងចាប់ដោយយកខ្សែចងស្លាប់សេកបរោះ2នាក់ទៀតយកកន្ទេលរុំហើយទូលដល់នាងកល្យាណីនាងកល្យាណីចុះពីប្រាសាទឲ្យទាសីអុជប្រទីបភ្លឺប្រងព្រានមើលមុខអដ្ឋរមណបណ្ឌិតហើយស្ដីបន្ទោសបង្គាប់អស់ចិត្តដល់យប់ស្ងាត់ឲ្យបរោះ4នាក់នាំយកទៅភ្ជាប់នឹងសសរខឿនកណ្ដាលព្រះនគរត្រង់ផ្លូវបែកជា4ដល់ព្រឹកឡើងមហាជនបានឃើញហើយផ្អើលឆោឡោទៅប្តឹងមហាមាត្រមកពិនិត្យស្រាយកន្ទេលមើលឃើញថាអដ្ឋរមណបណ្ឌិតសួរដឹងហេតុសំគ្រប់នាំទៅថ្វាយព្រះមហាក្សត្រព្រះមហាក្សត្រត្រាស់សួរថាហេតុអ្វីបានជាអ្នកឯងជាប់ចំណងបណ្ឌិតនោះក្រាបទូលតាមត្រង់ថាទោសដែលជាប់ចំណងនេះមកពីនាងកល្យាណីព្រះមហាក្សត្រត្រាស់សួរបញ្ជាក់ថាអ្នកឯងទៅប្រឡំស្រឡាញ់នាងកល្យាណីឬបណ្ឌិតនោះក្រាបទូលថាពិតមែនព្រះអង្គម្ចាស់ព្រះមហាក្សត្រទ្រង់ខ្ញាល់ដេញឲ្យចេញពីទីនេះឲ្យឆាប់អដ្ឋរមណបណ្ឌិត
មានសេចក្តីខ្មាស់អៀនជាខ្លាំងយកសម្ពុតទទួលក្បាលរត់ចេញទៅដល់ថ្ងៃក្រោយទៀតអភ័យបណ្ឌិតគិតថាបណ្ឌិតពីរនាក់នេះមិនឆ្លាតចង់ស្រីប៉ុណ្ណេះមិនបានឥឡូវចាំអញម្ដងគិតដូច្នោះហើយដល់ពេលថ្ងៃរសៀលស្លៀកពាក់ខោអាវស្អាតបាតដើរទៅក្បែរសាលានាងកល្យាណីនារីរ័ត្នធ្វើអាការៈទៅមកនាងកល្យាណីឃើញហើយក៏ប្រើអ្នកបម្រើឲ្យទៅហៅពាណិជ្ជអ្នកលក់ក្តាមឈូសទាំង4នាក់ឲ្យចូលគាល់ហើយនាងបង្គាប់ពាណិជ្ជថាអ្នកទាំងឡាយដ៏ចម្រើនអ្នកអាចឲ្យអភ័យបណ្ឌិតចូលទៅក្នុងក្តាមឈូសបានដោយឧបាយបែបណាអ្នកត្រូវធ្វើឧបាយបែបនេះចុះកាលបើបានចូលទៅក្តាមឈូសហើយត្រូវបិទឲ្យចិត្តសែងយកមកក្នុងវាំងហើយមកប្រាប់ដល់យើងអ្នកលក់ក្តាមឈូសទាំង4នាក់នោះទូថាអាចធ្វើបានដោយងាយក៏ថ្វាយបង្គំលានាងចេញទៅគួសមរយៈនិងអភ័យបណ្ឌិតឃើញជនទាំង4នាក់ស្និទ្ធស្នាលនឹងខ្លួនលំមទុកចិត្តបានហើយក៏និយាយការសម្ងាត់ជាមួយថាមនាលអ្នកដ៏ចម្រើនអ្នកអាចនាំខ្ញុំទៅជួបនឹងនាងកល្យាណីបានឬជនទាំង4នាក់ថាការចូលទៅពិបាកណាស់ព្រោះមានអ្នកយាមទ្វារច្រើនកន្លែងប៉ុន្តែខ្ញុំតែងតែយកក្តាមឈូសទៅទុកក្នុងវាំងបើលោកព្រមធ្វើតាមខ្ញុំអាចចូលទៅងាយលោកឲ្យខ្ញុំតែ100កហបណៈម្នាក់បានហើយខ្ញុំយកទៅគិតគូរនឹងអ្នកដែលស្និទ្ធស្នាលនឹងនាងកល្យាណីអភ័យបណ្ឌិតឮជនទាំង4នាក់និយាយឲ្យនេដូច្នោះមានសេចក្តីត្រេកអរយកលុយ400កហបណៈឲ្យភ្លាមឯជនទាំង4នាក់នោះខ្សឹបប្រាប់តាមឧបាយនាងកល្យាណីថាលោកត្រូវតែចូលទៅដេកក្នុងមឈូសសំងំឲ្យស្ងៀមខ្ញុំទាំង4នាក់នឹងគ្របឲ្យចិត្តសែងចូលទៅក្នុងវាំងយកទៅដាក់ក្បែរមហាប្រាសាទទើបទទួលដល់នាងកល្យាណីចុះមកឲ្យបរោះយកដេកគោលវាយ៉ាងចិត្តហើយតេះដៀលស្ដីបន្តបង្អាប់យ៉ាងអស្ចារ្យដល់វេលាចិត្តភ្លឺឲ្យបរោះ4នាក់សែងយកទៅដាក់ក្បែរសួនមុខវាំងដល់ពេលភ្លឺច្បាស់មហាជនប្រុសស្រីដើរទៅមកឃើញក្តាមឈូសក៏នាំគ្នាផ្អើលស្រែកឆោឡោលាន់ឮត្រហឹងថាអ្នកណាយកខ្មោចមកចោលទុកនៅមុខវាំងនេះយើងទាំងឡាយត្រូវនាំគ្នាសែងយកទៅដុតអភ័យបណ្ឌិតឮថាគេយកទៅដុតដូច្នោះភ័យណាស់ខំរើបំរាស់យ៉ាងខ្លាំងប៉ុន្តែមិនអាចធ្វើក្តាមឈូសនោះឲ្យរបើកបានឡើយមហាជនបានឮសូរឬបំរាស់ដូច្នោះដឹងថាខ្មោចនេះនៅរស់ទេក៏នាំគ្នាកោះក្តាមមើលឃើញអភ័យបណ្ឌិតដេកផ្ងាធ្វើមុខក្រៀមសួរមិននិយាយរាជបរោះក៏នាំទៅថ្វាយស្ដេចព្រះរាជាត្រាស់សួរថាហេតុអ្វីបានជាអ្នកឯងធ្វើយ៉ាងនេះអភ័យបណ្ឌិតឆ្លើយទូលតាមសេចក្តីពិតថាមកពីនាងកល្យាណីព្រះរាជាត្រាស់បញ្ជាក់ទៀតថាអ្នកឯងត្រូវការប្រឡំស្រឡាញ់នាងកល្យាអភ័យបណ្ឌិតថាក្រាបទូលពិតមែនព្រះរាជាទ្រង់ខ្ញាល់ដេញឲ្យចេញពីទីនោះឆាប់អភ័យបណ្ឌិតយកសម្ពុតទទួលក្បាលរត់ទៅលេងហ៊ានដើរចេញទៅវាលឲ្យអ្នកណាឃើញឡើយចាប់ដើមពីថ្ងៃនោះមកឧជុសេនាបតីដែលជាសត្រូវនឹងព្រះពោធិសត្វគិតពិចារណាថាបណ្ឌិត3នាក់អាប់ឥតប្រាជ្ញាឲ្យស្រីបោកបានបើដូច្នោះអញទៅចែកចង់យកនាងកល្យាណីឲ្យបានគិតដូច្នោះហើយដល់វេលាថ្ងៃរសៀលក៏ជិះដំរីចុះទៅក្បែរសាលានាងកល្យាណីដើរទៅមើលផ្សារដែលនាងកល្យាណីឲ្យឈ្នួលលក់អីវ៉ាន់ពេលនោះនាងកល្យាណីកំពុងអង្គុយលើសាលានាងឃើញអាការៈរបស់សេនាបតីប្លែកទើបនាងធ្វើសេចក្តីសោយក្អាកក្អាយជាមួយនឹងពួកឈ្មួញថ្លែងអាការៈហាក់ដូចជាត្រូវការនឹងសេនាបតីមួយស្របក់នាងចូលទៅក្នុងប្រាសាទបាត់ទៅឧជុសេនាបតីបានឃើញរូបនាងនិងអាការៈរបស់នាងក៏មានសេចក្តីស្នេហាយ៉ាងក្រៃលែងសួរពួកឈ្មួញថាមានលក់ខ្លឹមច័ន្ទក្រហមទេឈ្មួញថាមានបើមានស្អែកយកទៅឲ្យខ្ញុំនៅឯផ្ទះទាំងអស់ឧជុសេនាបតីដែលឲ្យឈ្មួញយកខ្លឹមច័ន្ទទៅឲ្យឯផ្ទះខ្លួននោះ
ដើម្បីនិយាយឲ្យជួយកិច្ចការប្រឡោមនាងកល្យាណីដល់ព្រឹកឡើងនាងកល្យាណីហៅឈ្មួញទៅសួរដឹងដោយសពគ្រប់នាងប្រាប់ឧបាយថាថ្ងៃបន្តិចអ្នកឯងយកខ្លឹមច័ន្ទទៅលក់ឲ្យសេនាបតីហើយប្រាប់ថានាងកល្យាណីប្រហែលជាត្រូវការនឹងលោកបានជាក្នុងពេលដែលលោកអញ្ជើញទៅរកខ្លឹមច័ន្ទនាងមានសេចក្តីរីករាយសោយក្អាកក្អាយក្នុងទីចំពោះមុខលោកបើនិយាយដូច្នោះសេនាបតីមុខទៅពឹងឲ្យអ្នកជួយកិច្ចការដើម្បីឲ្យអញកំខានអ្នកត្រូវប្រាប់ថាអ្នកប្រាជ្ញ3នាក់មុនបានជាមានទោសគេចាប់ទៅថ្វាយស្ដេចព្រោះទៅគិតការនឹងបរិវាររបស់នាងកល្យាណីបើសិនជាគិតជាមួយនឹងខ្ញុំនឹងបានសម្រេចដោយងាយអ្នកត្រូវប្រាប់ថាបើលោកឲ្យខ្ញុំជួយគិតលោកត្រូវទៅតាមខ្ញុំទាំងអស់ព្រោះនាងកល្យាណីតែងតែយាងមកលេងក្នុងបន្ទប់ខ្ញុំចំណែកលោកត្រូវទៅផ្ទះខ្ញុំពីព្រលឹមកុំឲ្យអ្នកណាឃើញទៅដល់ខ្ញុំឲ្យលោកចូលទៅនៅក្នុងហឹបខាងក្នុងបន្ទប់ដល់នាងកល្យាណីចូលទៅក្នុងបន្ទប់លោកបើកហឹបចេញមកជួបគ្នាហើយធម្មតាស្ត្រីក្មេងឥតប្តីយូរថ្ងៃបានជួបនឹងបុរសក្នុងទីស្ងាត់តែពីរនាក់ឥតប្រកែកអ្វីឡើយឧជុសេនាបតីជាមនុស្សមានរាសីទន់ការបើឃើញឈ្មួញយកខ្លឹមច័ន្ទទៅឲ្យនិយាយតាមឧបាយរបស់នាងកល្យាណីបង្គាប់ហើយមានសេចក្តីត្រេកអរក្រៃលែងយកលុយឲ្យឈ្មួញ100កហបណៈថែមលើថ្លៃខ្លឹមច័ន្ទទៀតឈ្មួញត្រឡប់មកផ្ទះទៅទូលនាងកល្យាណីថាបានការហើយនាងប្រាប់ថែមទៀតថាបើវាចូលទៅក្នុងហឹបហើយបិទចាក់សោឲ្យជាប់មកប្រាប់ខ្ញុំនឹងឲ្យបរោះសែងដើរតាមក្រោយខ្ញុំយកទៅថ្វាយស្ដេចចំណែកខាងឧជុសេនាបតីការបដល់ពេលព្រឹកហើយក៏រៀបចំខ្លួនប្រាណដើរចូលទៅក្នុងផ្ទះឈ្មួញឥតមាននរណាដឹងឡើយទៅដល់ឈ្មួញថ្លែងអាការៈគួសមចូលទៅក្នុងបន្ទប់បើកហឹបឲ្យចូលទៅអង្គុយស្រួលបិទគ្របសង្កត់ជាប់ចាក់សោហើយរត់ទៅអញ្ជើញនាងកល្យាណីយាងមកឥតលឺមាត់ឡើយឲ្យបរោះ4នាក់សែងដើរតាមក្រោយនាងចូលទៅកាន់ព្រះរាជមន្ទីរពេលនោះព្រះរាជាកំពុងប្រឹក្សាជាមួយនឹងពួកនាម៉ឺនមុខមន្ត្រីគ្រប់ក្រសួងបាត់តែឧជុសេនាបតីស្រាប់តែនាងកល្យាណីនិងបរោះ4នាក់សែងហឹបចូលទៅដាក់ហឹបកណ្ដាលទីប្រជុំព្រះរាជាទ្រង់ទតឃើញហើយត្រាស់សួរថាមនាលនាងដ៏ចម្រើនមានការអ្វីហឹបនេះដាក់អ្វីនាងកល្យាណីទូលថាហឹបនេះដាក់ចោលព្រះរាជាត្រាស់សួរថានាងបានឃើញចោលឈ្មោះអ្វីនាងថាក្រាបទូលមិនឃើញទេព្រះរាជាឲ្យបរោះចាក់សោបើកឡើងឃើញឧជុសេនាបតីអង្គុយឈ្ងោកធ្មេចភ្នែកព្រះរាជាទ្រង់ពិរោធស្ដីបន្ទោសទេឌៀថាណែអាពាលចង្រៃឯងខូចណាស់ប្រកាសជាទៅមេងាយកូនប្រសាអញហើយឧជុសេនាបតីតលប្រាជ្ញនៅស្ងៀមទើបនាងកល្យាណីអគ្គនារីរដ្ឋទូលតាមដំណើររឿងសពគ្រប់តាំងពីរឿងបណ្ឌិត3នាក់មកព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយត្រាស់បង្គាប់ឲ្យរាជបរោះហៅបណ្ឌិតទាំង3នាក់មកសួរបណ្ឌិតទាំង3នាក់ឆ្លើយថាការដែលទូលព្រះបង្គំផ្្លាត់គំនិតធ្លាក់ខ្លួនទៅជាមានទោសក៏មកតែអំពីឧជុសេនាបតីនេះឯងដែលជាអ្នកបញ្យលដឹកនាំព្រះរាជាទ្រង់ពិរោធជាខ្លាំងបន្លឺព្រះសូសីហនាថកណ្ដាលទីប្រជុំថាឧជុនេះលាមុខអាក្រក់ជាទីបំផុតក្នុងលោកអញលែងត្រូវការសែបគប់ជាមួយហើយនាយពិឃាតចូលយកច្រវាក់មកតែអាពាហ៍ទាំង4នេះយកទៅចងទុកក្នុងគុកចាំធនិញចក្របណ្ឌិតកូនអញមកអញនឹងធ្វើទោសជាទម្ងន់ឯនាងកល្យាណីអគ្គនារីរដ្ឋស្ដាប់ព្រះរាជអង្គការហើយត្រាស់តបវិញថាបបិទ្ធព្រះភូមិន្ទទោសរបស់ជនទាំង4នាក់នេះគួរណាស់តែខ្ញុំព្រះអង្គសុំទោសប៉ុន្តែបើខ្ញុំព្រះអង្គសុំទៅព្រះអង្គក្តីស្វាមីខ្ញុំព្រះអង្គក្តីនឹងរង្គៀសចិត្តជាមួយនឹងខ្ញុំព្រះអង្គថាប្រហែលជាប្រព្រឹត្តអនាចារ
ជាមួយនឹងជនទាំង4នាក់នេះបានជាមានចិត្តមេត្តាសុំទោសឲ្យព្រោះហេតុនោះខ្ញុំម្ចាស់មិនបានសុំទោសដល់ជនទាំង4នាក់នេះទេព្រះនាងកល្យាណីថ្វាយបង្គំលាព្រះរាជបិតាត្រឡប់ទៅលំនៅរបស់ព្រះនាងវិញចំណែកខាងជនទាំង4នាក់គឺឧជុសេនាបតី1សន្តរាលេយបណ្ឌិត1អដ្ឋារមណបណ្ឌិត1អភ័យបណ្ឌិត1ពេជ្ជឃាតបាននាំយកទៅដាក់ក្នុងគុកដល់នៅសេចក្តីទុក្ខវេទនាក្នុងការនោះឯង